ពុកម៉ែបងប្អូនថ្ងៃនេះគឺខ្ញុំមានការរៀបចំធ្វើតេស្តជាមួយនឹងប្រេ mixer ជាប្រភេទប្រេ sound bass ណាគឺតកូល MGP អានេះគឺ 8X បងប្អូនបាទលេង Bluetooth USB បានមួយ set ប្រភេទនេះបាទលក្ខណៈគ្រួសារក៏បានអាជីវកម្មខ្នាតទូចនិងខ្នាតមធ្យមបានណាបាទសំឡេង music ព្រមទាំងសំឡេង mic ចេញមកគឺល្អណាបាទច្បាស់បាទអូខេតេស្តសំឡេង mic ស្ដាប់តិចប្រើ mic ធម្មតាទេ Check 1 2 testing test 1 2 check 1 2 testing 1 2 check 1 2បាទនេះគឺជាសំឡេងដែលយើងអត់ទាន់ធ្វើការបើក effect របស់វាជាមួយនឹង echo បាទបន្ថែមរសជាតិនេះមក check 1 2 បាទយើងអាចថែមថយបានលើនេះខ្លាំងតិចអីណា testing 1 2 check 1 2បាទ echo effect របស់វាគឺចេញមកគឺដិតល្អបាទរួចមកគឺ smooth តាមដៃល្អប្រភេទនេះណាបាទតំណតំណងសាកសួរកំងបានសម្រាប់បងប្អូនអ្នករក Pre Mixer មួយដែលមានសំឡេងច្បាស់ល្អជាមួយនឹងការយកទៅច្រៀងធូរងាយស្រួលក្នុងការច្រៀងបាទអាចមើលប្រភេទនេះបានតម្លៃសមរម្យទេបងប្អូនណាបាទតម្លៃអានេះគឺមួយគ្រឿងត្រឹមតែ175ទេសម្រាប់ 8X 6X គឺ150បាទតំណតំណងសាកសួរបានបាទលេង function វាគឺដូចគ្នាគ្រាន់តែថាវាខុសនឹងទំហំគ្នាបន្តិចបាទ 6X វារៀងខ្លីជាង 8X បន្តិចណាអូខេអញ្ចឹងយើងថ្ងៃនេះគឺយើងមានអីវ៉ាន់ណាមកធ្វើការបង្ហាញជូនបងប្អូនប៉ុណ្ណឹងបាទហើយយើងក៏មានអីវ៉ាន់មួយឈុតទៀតបាទគឺឈុតគ្រឿងចាក់តិចតួចយកមកបង្ហាញជូនបងប្អូនគឺមានអានេះគឺតែ1ម៉ួយទេបាទមានម៉ៃជាប្រភេទ microphone តែថ្ងៃនេះខ្ញុំផ្ដោតរឿង microphone បន្តិចសម្រាប់បងប្អូនដែលរក microphone យកទៅច្រៀងអាជីវកម្មក៏បានលក្ខណៈគ្រួសារក៏ហេមណាគឺ Microtech ណា MT 9.3E ជាប្រភេទ mic ដែលអាចចាប់ចម្ងាយបានជាង100ម៉ែត្របាទជាមួយនឹងការផ្លាស់ប្ដូរប្រេកង់បានអញ្ចឹងងាយស្រួលវាអត់ឲ្យទៅទេនៅពេលដែលយើងទៅលេងកន្លែងចង្អៀតឬកន្លែងណាដែលមានប្រព័ន្ធការរំខានច្រើនយើងអាចផ្លាស់ប្ដូរប្រេកង់កិច្ចចេញបានកុំឲ្យវាមានការណាតាក់ទងជាមួយនឹងបាទបោះគេប្រើដែរហើយវាចូលមកលាយឡំឬក៏ប្រព័ន្ធណាបោះវាចង្អៀតវាអាចធ្វើឲ្យម៉ៃហ្នឹងស្រូបមិនសូវច្បាស់សលេងវាអត់ឃ្លៀអញ្ចឹងយើងអាចផ្លាស់ប្ដូរប្រេកង់ប្ដូរទៅរកប្រេកង់ណាដែលវាមានកន្លែងដែលវាតលាយយើងអាចផ្លាស់ប្ដូរបានអញ្ចឹងវាងាយស្រួលចំណុចពិសេសមួយទៀតនេះវាមាន USB data នៅកន្លែងនេះយើងអាចធ្វើការ connect ជាមួយនឹង download ជាមួយនឹង computer laptop យើងបានចូលទៅកាន់កម្មវិធីរបស់តួ mic ក្នុង machine receiver យើងអាចមកធ្វើការសេរី PEQ បាននៅលើ machine receiver ឲ្យ save ទុកតែម្ដងអញ្ចឹងវាល្អប្រសើរមែនទែនសម្រាប់ការប្រើប្រាស់យើងមានណាការសេរី PEQ នៅក្នុងនេះបានមកតង់ទៀតជំនួយពីលើយើងប្រើឧបករណ៍របស់យើងនៅខាងក្រៅណាអញ្ចឹងវាថែមឲ្យមកគឺគួរសមតម្លៃវាគឺសមរម្យទេបងប្អូនតម្លៃមួយឈុត150ទេសម្រាប់ microphone បាទអញ្ចឹងគឺឃើញថាវាឲ្យ function មកល្អច្រើនបាទវាលើសពីតម្លៃដែលវាដាក់មកទៀតណាបាទបងប្អូនស្រឡាញ់កំងបានណាបាទហើយក៏មានជាមួយនឹងព្រីភ្លើងមួយបងប្អូនណានេះគឺព្រីភ្លើងតម្លៃល្អព្រីភ្លើងនេះគឺតម្លៃ85ទេបាទហើយក៏មានជាមួយនឹង crossover digital មួយបាទពួកនេះគឺខ្ញុំ set up ឲ្យរៀបរយណាសម្រាប់បងប្អូនអ្នកដៃថ្មីឬក៏អ្នកដៃចាស់អីក៏ដោយបើចង់បាន crossover digital តំណតំណងកំងបានណាជាមួយនឹងប៉ោយប៉ែតថងបាទប្រាប់ spec មកចង់បានរបៀបណាយើងអាចធ្វើការ set up ជូនបានណា free ទេតាក់ទងទៅនឹងការ set up ណាបាទនេះគឺជាប្រភេទ crossover digital ណាគឺ QHG បាទអាច set up ជាមួយនឹង computer បានសលេងអាចធ្វើបានច្រើនបែបសលេងល្អប្រភេទនេះណាគឺយើងយកមកលក់មករយៈធំហើយបាទសន្ទុះនៃការគ្រប់គ្រងរបស់ភ្ញៀវក៏ច្រើនគួរសមហើយសម្រាប់ខ្ញុំអ្នកលក់ផ្ទាល់ក៏ខ្ញុំអាចនិយាយបានដែរសលេងរបស់វាចេញមកច្បាស់ល្អជាមួយនឹងការប្រើប្រាស់អត់សាបซ้อนទេងាយស្រួលប្រើជាង crossover មួយចំនួនដែលខ្ញុំធ្លាប់ជួបប្រទះណាវាងាយស្រួលបាទសម្រាប់បងដៃថ្មីគឺល្អមែនតើយើងអាច connect ជាមួយនឹង computer សេរីនៅលើ computer ក៏បានយើងអាចសេរីនៅមុខអេក្រង់របស់វាបដ ாய் ក៏បានណាគឺតែគាត់នៅមុខអេក្រង់យើងសេរីបានមួយចំនួនតែនៅក្នុង computer យើងសេរីបានច្រើនបែបជាងណាក៏ប៉ុន្តែយើងក៏អាចធ្វើបានដែរនៅលើមុខអេក្រង់បើសិនជាយើងអត់មាន computer ធ្វើឬក៏តាក់ទងទៅនឹងមុខការងារដែលចាំបាច់បញ្ញាប់យើងអាចធ្វើនៅលើមុខអេក្រង់បានតែម្ដងណាតាក់ទងទៅនឹង crossover ប្រភេទនេះអញ្ចឹងវាល្អបាទសម្រាប់បងប្អូនអ្នកចង់បានតំណតំណងមកតម្លៃក៏សមរម្យដែរណាតម្លៃត្រឹមតែ250ទេសម្រាប់ crossover ណាតំណតំណងព្រីភ្លើងនេះគឺ85ណាអញ្ចឹងគឺវីដេអូនេះគឺខ្ញុំជម្រាបតម្លៃអស់លេងហើយ
បាទអធិស្ឋានសម្រាប់បងប្អូនដែលធ្វើការ comment សួររឿងតម្លៃណាខ្ញុំអត់បានធ្វើការឆ្លើយតបទេមិនថានៅក្នុងវីដេអូនេះឬក៏វីដេអូរបស់ខ្ញុំដែលធ្វើតេស្តអីវ៉ាន់មុនក៏ខ្ញុំអត់បានឆ្លើយតបក៏សូមខន្តីអភ័យទោសសម្រាប់បងប្អូនអ្នកតាមដានណា Facebook page ឬក៏ channel YouTube ណារបស់ប៉ៃប៉ែតថងបាទសង្ឃឹមថាបងប្អូននឹងយកយល់ទៅតាមហ្នឹងឬក៏បងប្អូនដែលចាប់អារម្មណ៍ឆ្ងល់ចង់ដឹងចង់ឮណាអាចឆាតមកសួរមកអត់អីទេបងប្អូនណាតាមរយៈ Facebook page ប៉ៃប៉ែតថងឬក៏ BL Sound ឆាតបានមកទាំងពីរ page ហ្នឹងគឺណាគឺរបស់ខ្ញុំតែមួយទេហើយតាមរយៈលេខ Telegram គឺមានមួយខ្សែលេខ015 905និង905លេខ call មួយខ្សែទៀតគឺលេខ011 24 2251បាទអរគុណបងប្អូនវីដេអូនេះរៀងវែងអូនឡាញតិចហើយសូមបញ្ចប់ប៉ុណ្នេះអរគុណជម្រាបលា